លោកเซเลนสกี้ព្រមមានថារុស្ស៊ីទំនងជានឹងចល័តកងទ័ពយ៉ាងហោចណាស់300,000នាក់បន្ថែមទៀតទៅកាន់តំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនយោងតាមប្រធានាធិបតីអ៊ុយក្រែនលោកเซเลนสกี้រុស្ស៊ីទំនងជានឹងចល័តកងទ័ពចំនួន300,000នាក់បន្ថែមទៀតនៅចុងឆ្នាំនេះខណៈដែលខ្លួនកំពុងតែព្យាយាមបញ្ចប់ការដណ្ដើមយកតំបន់ភាគខាងកើតអ៊ុយក្រែនដែលចង់បានជាយុគមកហើយនៅក្នុងសន្ទរកថាយ៉ាងទូលំទូលាយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនលោកเซเลนสกี้បាននិយាយថាលោករំពឹងថារុស្ស៊ីនឹងបញ្ចប់ឆ្នាំនេះដោយកាន់កាប់ទឹកដីអ៊ុយក្រែននៅក្នុងបរិមាណដូចគ្នាទៅនឹងដើមឆ្នាំនេះទោះបីជាមានការបាត់បង់កម្លាំងមនុស្សយ៉ាងច្រើនក៏ដោយលោកเซเลนสกี้បានអះអាងថារុស្ស៊ីបានបាត់បង់យោធាចំនួន267,000 នាក់ចាប់តាំងពីដើមឆ្នាំមករួមទាំងមនុស្សប្រហែលជា155,000 នាក់ត្រូវបានសម្លាប់រហូតមកដល់បច្ចុប្បន្នតួលេខនេះមិនអាចបញ្ជាក់បានទេប៉ុន្តែស្របតាមការប៉ាន់ស្មានរបស់មន្ត្រីលោកខាងលិចលោកเซเลนสกี้បាននិយាយថាលោកជឿថាលោកពូទីននឹងដាក់ពង្រាយកងទ័ពដែលទើបចល័តថ្មីចំនួន300,000នាក់អាស្រ័យលើស្ថានភាពនៃភាគខាងកើតនៃប្រទេសអ៊ុយក្រែន